តពីភាគមុនក្រុមរបស់ Shion បានធ្វើដំណើរទៅដល់តំបន់ភ្នំភ្លើងជាក់ស្ដែងតំបន់ភ្នំភ្លើងត្រូវបានគេជៀសវាងយ៉ាងខ្លាំងដោយសារតែផែនភ្នំភ្លើងហាក់រហែកប្រឆាំងនឹងស្បែកថាមពលបិសាចប្រមូលផ្ដុំដែលអាចសម្លាប់ដោយគ្រាន់តែដកដង្ហើមតែមួយដង្ហើមនិងឧស្ម័នពុលតុកស៊ីកហ្គាសវាក៏ជាហេតុផលមួយដែលធ្វើឲ្យវាមិនត្រូវបានគេស្គាល់ក្នុងពិភពមនុស្សផងដែរប៉ុន្តែនៅពេលដែលក្រុមរបស់ Shion ទៅដល់ទីនោះ Nari កំពុងតែលេងជាមួយភ្លើងរួចទៅហើយគូនិយាយថាក្មេងស្រីរូបនេះធ្វើសកម្មភាពចម្លែកណាស់ហើយនេះគឺដោយសារតែនាងគឺជាទម្រង់ជីវិតមេកានិកទោះជាយ៉ាងណាក៏ដោយគេចាប់អារម្មណ៍នឹងអ្វីដែល Shion ជានរណាជាង Shion គ្រាន់តែឆ្លើយថាគេជាអ្នកប្រមាញ់ Shion ប៉ុន្តែរឿងនេះធ្វើឲ្យគូភ្ញាក់ផ្អើលព្រោះគេដឹងថាអ្នកប្រមាញ់ Chimera មិនតែងតែនៅក្នុងទម្រង់មនុស្សទេ Shion លើកឡើងថាគេតែងតែបែបនេះប៉ុន្តែនៅពេលដែលគេបង្កើតខ្លួនឡើងវិញទម្រង់របស់គេក៏បានផ្លាស់ប្ដូរ Shion ក៏សួរគូថាតើគេសុខសប្បាយទេក្នុងការដើរលេងជាមួយនឹងពួកគេព្រោះវាជាបិសាចប្រហែលជាមិនសូវស្រួលទេនៅក្បែរអ្នកប្រមាញ់គូធានាចំពោះ Shion ថាវាមិនមានអ្វីឡើយដែលត្រូវបារម្ភជាមួយពួកគេនោះព្រោះគេសប្បាយចិត្តដែលមានអ្នកណាម្នាក់អាចនិយាយជាមួយគេបានខណៈដែលអ្នកទាំងពីរកំពុងពិភាក្សាគ្នា Nari ក៏បង្ហាញខ្លួនដើម្បីត្អូញត្អែរអំពីការពិតដែលនាងមិនអាចស្ដាប់គូនិយាយបានដោយ Shion ក៏ប្រាប់ Nari ថាអ្វីដែលគូចង់ដឹងគឺដើមកំណើតរបស់គេ Nari កាត់សម្ដីយ៉ាងលឿនដែលនិយាយថានាងគឺជាអ្នកស្រុកដើមប៉ុន្តែគូដឹងច្បាស់ជាងនេះពួកគេបន្តរករកដីក្តៅហុយផ្សែងហើយ Shion បានលើកឡើងថាពួកគេគួរតែអាចរកឃើញថ្មពន្លឺនៅក្បែរកំអែលភ្នំភ្លើងភ្លាមនោះពួកគេក៏ទៅដល់កំពូលហើយអាចមើលឃើញថ្មនៅពីមុខទោះជាយ៉ាងណាក៏ដោយពួកគេក៏ចាប់អារម្មណ៍ឃើញកង្កែបភ្លើងឈ្មោលមួយក្បាលផងដែរហាក់ដូចជាគេកំពុងយំពីចម្ងាយគួរឲ្យភ្ញាក់ផ្អើលមានកង្កែបញីដែលងាប់មួយក្បាលនៅពីមុខវាដែលជាហេតុធ្វើឲ្យកង្កែបនោះយំជាក់ស្ដែងកង្កែបភ្លើងញីនោះកំពុងដឹកពងរបស់នាងនៅពេលដែលនាងបានស្លាប់គូបានលើកឡើងថាមានតែកង្កែបញីប៉ុណ្ណោះដែលអាចដឹកពងបានហើយដោយសារតែកង្កែបញីងាប់ទៅហើយឱកាសខ្ពស់ដែលពងទាំងអស់ត្រូវបានវិនាសដូចគ្នាលើពីនេះសីតុណ្ហភាពខាងក្នុងរណ្ដៅភ្នំភ្លើងគឺក្តៅខ្លាំងពេកដែលពងមិនអាចរស់នៅបានឡើយដោយការរំពឹងទុក Nari មានអារម្មណ៍ថាអាចកង្កែបនោះហើយ Shion ក៏សម្រេចចិត្តចូលទៅជួយ Shion លោតចូលទៅរកកង្កែបខណៈដែលគូកំពុងព្រមានគេកុំឲ្យទៅចិត្តវាព្រោះកង្កែបនោះកំពុងតែខឹងសម្បាដោយដែលគូបានទីទុកកង្កែបនោះបានវាប្រហារ Shion ដោយដង្ហើមភ្លើងរបស់វាប៉ុន្តែ Shion ទប់ទល់វាដោយប្រើម្រាមដៃមួយតែប៉ុណ្ណោះមុនពេលកង្កែបនោះដឹងខ្លួន Shion ក៏បានទៅដល់វាទៅហើយគេក៏ម៉ាស់ក្បាលវាដោយប្រើម្រាមដៃមួយប៉ុណ្ណោះតែបានបង្ហាញថា Shion បានវាកង្កែបនោះជាមួយនឹង trample ធ្វើឲ្យខ្វិននៅពេលគេប៉ះក្បាលរបស់វារឿងនេះបណ្ដាលឲ្យកង្កែបបាត់បង់លទ្ធភាពធ្វើចលនាប៉ុន្តែ Shion នឹងច្បាស់ថាកង្កែបនោះនឹងភ្ញាក់ឡើងវិញក្នុងពេលឆាប់នេះព្រោះគេប្រើ trample បន្តិចបន្តួចប៉ុណ្ណោះលើពីនេះកង្កែបភ្លើងមានភាពធន់នឹង trample ខ្លាំងនៅលើកំពូលភ្នំ Nari ស្រែកសួរ Shion ថាតើគេមិនអីទេ Shion ឆ្លើយថាគេមិនអីទេពួកគេពិតជាមានកោសិកាកង្កែបភ្លើងនៅក្នុងខ្លួនរបស់គេ Shion និយាយថាពួកគេប្រហែលជាមិនអាចធ្វើអ្វីចំពោះកង្កែបដែលងាប់នោះបានទេប៉ុន្តែគេជឿថាពួកគេនៅតែអាចជួយសង្គ្រោះកង្កែបដែលនៅរស់បានបន្ទាប់មក Shion ក៏ប្រមូលពងហើយដាក់វានៅខ្នងរបស់កង្កែបឈ្មោលមិននឹងចងវាឲ្យជាប់ដើម្បីប្រាកដថាវាមិនធ្លាក់ចុះកង្កែបភ្ជួរភ្ញាក់ផ្អើលនៅពេលវាបានងើបឡើងមកវិញហើយឃើញថាឥឡូវនេះវាកំពុងដឹកពងវាដើរទៅរកដៃគូដែលងាប់របស់វាហើយលាគ្រាមុននឹងវាលោតចេញទៅឆ្ងាយមុននឹងលោតចេញទៅចុងក្រោយចេញពីតំបន់នោះកង្កែបភ្លើងបានងាកមកសម្លឹង Nari មួយផ្លែតហើយ Nari សន្និដ្ឋានថាកង្កែបនោះកំពុងព្យាយាមអរគុណពួកគេដោយសារតែពួកគេមិនចាប់នឹងកង្កែបហើយ Shion ក៏ប្រាប់ Nari ចូលមកខាងក្រោមដើម្បីឲ្យពួកគេទៅយកថ្ម Nari រំភើបចិត្តថាចាប់យកថ្មពីក្នុងរណ្ដៅភ្នំភ្លើងប៉ុន្តែ Shion ព្រមមាននាងបានប្រុងប្រយ័ត្នព្រោះនាងនឹងឈឺជើងប្រសិនបើនាងធ្លាក់វា Nari សើចំអកដោយនិយាយថាថ្មនេះគ្មានអ្វីប្រៀបធៀបនឹងកម្លាំងរបស់នាងបានទេយ៉ាងវិញទៀតគូកំពុងតស៊ូដើម្បីដឹកថ្មហើយវាក៏បន្តរឿងនេះទៅលើរូបរាងកាយតូចរបស់វា Shion ក៏ជំរុញឲ្យវាទៅធ្វើភារកិច្ចរបស់វាខណៈដែលគេមើលថែថ្មទាំងនោះ Shion ជឿថាគូថែមទាំងបាននាំយកអំណោយសម្រាប់មិត្តភក្តិរបស់វាទៀតផងប៉ុន្តែគូតបវិញថាបិសាចមិនមានមិត្តភក្តិទេតាមពិតវាមិនមានគម្រោងជួបពួកគេទេប៉ុន្តែគ្រាន់តែចង់ទម្លាក់អំណោយហើយដើរចេញទៅ Shion ចាប់អារម្មណ៍ថាគូកំពុងតែនឹកសាច់ញាតិរបស់វាម្យ៉ាងវិញទៀតគូបន្លប់ខ្លួនឯងដោយនិយាយថាវាមិននឹកពួកគេទេប៉ុន្តែសោកស្ដាយដែលមិនបានឃើញនឹងនិយាយលាពួកគេនៅពេលដែលវាចាក់ចេញ Shion ក៏សួរគូថាហេតុអ្វីបានជាវារវល់ចេញពីវងរបស់វាគូក៏លើកឡើងថាមានរឿងល្អៗដែលកើតឡើងនៅជាមួយនឹងការភ្ញាក់ផ្អើលដឹងខ្លួននិងភាពឆ្លាតវៃរបស់វាហើយក៏មានរឿងអាក្រក់ផងដែរ
ជាក់ស្ដែងគ្រូមានអារម្មណ៍ថាវាមិននឹកឃើញភាពទទេស្អាតដែលកំពុងបំផ្លាញវាប្រសិនបើវាមិនបានរៀនភាសានោះទេគ្រូមានអារម្មណ៍ថាខ្លួនខ្ពស់ជាងគេហើយឯកាដោយសារតែមិនអាចតាក់ទងជាមួយនរណាម្នាក់បានត្រឹមត្រូវដែលជាមូលហេតុដែលវាចាក់ចេញពីវងតាមពិតវងរបស់វាមិនដឹងថាវាបានចេញទៅណាទេប៉ុន្តែមិនបន្ទោសពួកគេទេព្រោះពួកគេពិតជាមិនមានអារម្មណ៍នៃញាតិមិត្តនោះទេនៅក្នុងពេលធ្វើដំណើរនៃការយកថ្មនារីសັບតែចំពុកឈើនឹងពងមួយដែលជាក់ស្ដែងជាពងបិសាចប៉ុន្តែនាងមិនដឹងថាវាជាពងរបស់បិសាចប្រភេទណានោះទេទោះជាយ៉ាងណាក៏ដោយមានស្នាមប្រេះបន្តិចបន្តួចនៅលើពងនៅពេលដែលគូស្ទើរតែដួលហើយទម្លាក់ថ្មដែលវាកំពុងដាក់ស៊ីអនបារម្ភថាសត្វនឹងញាស់ចេញមកនោះអាចមានបញ្ហាព្រោះវាការពិតជាត្រូវបានបំបែកចេញពីពងរបស់ខ្លួនឯងដើម្បីអាចធំធាត់រឹងមាំនិងមានសុខភាពល្អនារីមានការព្រួយបារម្ភហើយនាងស្នើឲ្យពួកគេយកពងនោះទៅជាមួយដើម្បីកុំឲ្យវាក្លាយជាពងស្ងោរគូប្រឆាំងនឹងរឿងនេះព្រោះពួកគេមិនដឹងថាតើបិសាចប្រភេទណានឹងញាស់ចេញមកនោះទេម្យ៉ាងវិញទៀតឈីអងកំពុងគិតអំពីដំណោះស្រាយដ៏ល្អឥតខ្ចោះគេមានគម្រោងមួយដែលគេជឿថានឹងល្អឥតខ្ចោះសម្រាប់សម្បុកហើយនៅក្រៅពីនេះគេចង់ដឹងបន្តិចអំពីអ្វីដែលនៅខាងក្នុងពងនោះដែរបន្ទាប់ពីពិចារណាដោយប្រុងប្រយ័ត្នស៊ីអនសម្រេចចិត្តថាពួកគេនឹងយកពងនោះត្រឡប់ទៅផ្ទះវិញគូនៅតែទទូចថាពួកគេគួរទុកតែពងនោះនៅទីនោះព្រោះវាមិនដែលឃើញពងបែបនេះពីមុនមកនោះទេស៊ីអនក៏ចោទគូថាធ្វើឲ្យមានកំហុសនៅលើវាដោយសួរថាហេតុអ្វីបានជាវាទម្លាក់ថ្មរហូតធ្វើឲ្យពងប្រេះតាំងពីដំបូងគូទទួលស្គាល់កំហុសប៉ុន្តែនឹកឃើញថានារីអាចនឹងជឿចាប់ដោយសារការសម្រេចចិត្តដ៏ល្ងង់ខ្លៅដែលពួកគេរៀបនឹងធ្វើនេះស៊ីអនក៏ប្រាប់គូថាពួកគេមិនមានអ្វីត្រូវបារម្ភទេដរាបណាគេនៅក្បែរគូកាត់គូលើអ្វីដែលគេនិយាយហើយវាក៏យល់ព្រមធ្វើឲ្យពួកគេយកពងនោះទៅផ្ទះដោយសារតែពួកគេទាំងអស់បានយល់ព្រមយកពងទៅផ្ទះវិញស៊ីអនស្នើឲ្យពួកគេធ្វើការជីកយករ៉ែរបស់ពួកគេមិនយូរប៉ុន្មានក្រុមគេក៏ត្រឡប់ទៅដល់ផ្ទះវិញហើយឃើញថាគីសុកបានត្រឡប់មកវិញដូចគ្នាស៊ីអនព្យាបាលដែលបុរសម្នាក់នេះត្រឡប់មកវិញលឿនម្ល៉េះគីសុកក៏ស្ម័គ្រចិត្តយកកាបូបរបស់ស៊ីអនសម្រាប់គេហើយស៊ីអនសម្រេចចិត្តហុចកាបូបឲ្យគេដោយសារគេអះអាងថាគេខ្លាំងគីសុកទទួលកាបូបនោះប៉ុន្តែគេក៏ទម្លាក់វាភ្លាមហាក់ដូចជាគេត្រូវបានហុចញញោរបស់តតែអញ្ចឹងពេលនោះស៊ីអនចាប់អារម្មណ៍ថាមុខរបស់គីសុកពោពេញទៅដោយស្នាមជាំហើយគេក៏សួរថាតើមានអ្វីកើតឡើងចំពោះគេនៅតំបន់ភ្នំភ្លើងអំណោយរបស់គូទៅកាន់សាច់ញាតិរបស់គេកញ្ចប់មីរ៉ាមានដែលបានទុកសម្រាប់ពួកគេស៊ីអនគិតថាគីសុកច្បាស់ជាត្រូវបានគេវានៅកន្លែងណាមួយប៉ុន្តែរឿងនេះគឺព្យាបាលសម្រាប់គេព្រោះគីសុកមិនមែនជាមនុស្សដែលត្រូវបានគេធ្វើបាបនោះទេគីសុកព្យាយាមការពារពេលវេលាថាមពលរបស់គេថយចុះដោយនិយាយថានារីតែងតែនិយាយគេប៉ុន្តែស៊ីអនមិនអាចជឿបានថាបុរសនោះមានមោទនភាពចំពោះវានោះទេដើម្បីជៀសវាងការសួរដេញដោលរបស់ស៊ីអនគីសុកក៏រត់ទៅបាត់ដោយនិយាយថាគេត្រូវរៀបចំអាហារសម្រាប់ពួកគេប៉ុន្មាននាទីក្រោយមកនារីរកឃើញស៊ីអនកំពុងធ្វើការនៅលើថ្មហើយនាងសួរគេថាតើគេកំពុងធ្វើអ្វីស៊ីអនលើកឡើងថាគេកំពុងធ្វើចង្កៀមដែលកាត់និងរៀបចំរូបរាងថ្មស៊ីអនប្រាប់នារីថាគេនឹងព្យួរថ្មពន្លឺនៅលើពីដើមហើយគេធានាចំពោះនាងថាវានឹងចេញមកល្អមើលនារីសរសើរស៊ីអនថាជាមនុស្សស្អាតហើយការប៉ុន្តែគេបញ្យល់រឿងលម្អិតផងដែរលើពីនេះនារីជឿថាស៊ីអនជាមនុស្សចិត្តល្អដូចជាឪពុករបស់នាងដែរស៊ីអនជួយរកការសួរនាងថាតើគេកំពុងនិយាយអំពីឪពុករបស់នាងដែលនៅក្នុងកោសម្ព័ន្ធនារីព្យាយាមលេងសើចដែរនិយាយថាបានមិនយូរប៉ុន្មានការប្រយុទ្ធមួយបានផ្ទុះឡើងរវាងគូនិងក្រុមមែនត្រោរ៉ាព្រោះវាជឿថាគេកំពុងបានលុកលុយទឹកដីរបស់គេក្រោយមកគេសុកបញ្ចប់ការធ្វើម្ហូបពិសេសរបស់គេគឺជាតៅហ៊ូដាក់សាច់គេយកមនុស្សជូនហើយជំរុញឲ្យក្រុមរបស់ស៊ីអនបរិភោគទោះបីជាស៊ីអនចាប់អារម្មណ៍នឹងអាហារក៏ដោយក៏គេប្រាប់គីសុកថាគេចង់ដឹងថាតើមានអ្វីកាត់ឡើងចំពោះមុខរបស់គេឲ្យពិតប្រាកដគីសុកលើកឡើងថាគេបានទៅសមាគមអ្នកប្រមាញ់ដើម្បីដាក់ពាក្យសុំឡើងឋានៈប៉ុន្តែគេបានជួបក្រុមអ្នកប្រមាញ់ថ្នាក់ A ខ្លះដែលសើចចំអកចំពោះគេដែលធ្លាក់6ឆ្នាំជាប់គ្នាដែលទីបំផុតនាំឲ្យមានការប្រយុទ្ធមុនគេបញ្ចប់រឿងរបស់គេក្រុមនោះបានញ៉ាំអាហាររបស់ពួកគេអស់ហើយក៏សុំថែមទៀតផងដែរគីសុកលើកឡើងថាអ្នកប្រមាញ់ទាំងនោះបានប្រាប់គេឲ្យឈប់ដើរលេងដោយសារតែគេមិនមែនជាមនុស្សដែលបរាជ័យនោះទេគីសុកនិយាយថាពួកគេសើចចំអកអំពីសក់របស់គេដែលជាមូលហេតុនាំឲ្យគេធ្លាក់ការប្រឡងដូច្នេះហើយទើបមានការប្រយុទ្ធកើតឡើងស៊ីអននឹងសួរគេតើគេត្រង់ទាំងសងឬក៏គេកោសក់ជាក់ស្ដែងការជួយសក់របស់គេនៅតែជាអាចកំបាំងសម្រាប់វិទ្យាសាស្ត្រដែលគ្មាននរណាម្នាក់រកដំណោះស្រាយបានទេស៊ីអនក៏សួរគេថាតើការប្រឡងឡើងឋានៈបន្ទាប់នៅក្នុងពេលណាហើយគីសុកនិយាយថាក្នុងរយៈពេល90ថ្ងៃទៀតដោយសារតែពួកគេមានពេល
តិចតួចនៅសល់ឈីអនស្នើថាវាដល់ពេលដែលពួកគេត្រូវចូលរួមក្នុងការហ្វឹកហាត់ពិសេសគីសុកមានការអន្ទះសារអំពីការហ្វឹកហាត់ហើយគេធានាឈីអនថាគេនឹងធ្វើវាតាមការស្នើសុំឈីអនធ្វើឲ្យគេភ្ញាក់ផ្អើលនៅពេលគេនិយាយថារឿងដំបូងដែលគេធ្វើគឺលាងចានជំនួសណារីគីសុកនៅតែយំស្លុកស្ដាយអំពីការលាងចាននៅពេលឈីអនប្រាប់គេថាគេត្រូវលាងសម្អាតថ្មពន្លឺដែលនៅសល់ដើម្បីកម្ចាត់ផេះភ្នំភ្លើងនៅលើពួកវាគីសុកភ្ញាក់ផ្អើលចំពោះរឿងនេះដែលធ្វើឲ្យគេរំលឹកឈីអនថាគេលើកឡើងអំពីការហ្វឹកហាត់ពិសេសឈីអនក៏ប្រាប់គេថាគេមានសេរីភាពក្នុងការមិនអើពើអំពីការហ្វឹកហាត់នេះប្រសិនបើគេចង់រស់នៅជីវិតដែលសេសសល់របស់គេគឺជាសម្រាមឈីអនក៏ងាកទៅរកណារីដែលប្រាប់នាងថាពួកគេត្រូវទៅនេសាទត្រីដើម្បីជួយដល់ការរំលាយអាហាររបស់ពួកគេណារីរំភើបចិត្តចំពោះរឿងនេះហើយគីសុកម្យ៉ាងវិញទៀតគិតថាឈីអនច្បាស់ជាមានមូលហេតុដែលប្រាប់គេឲ្យលាងចានជំនួសឲ្យការត្អូញត្អែរគីសុកក៏ចាប់ផ្ដើមលាងចានព្រោះគេជាបុរសដែលខិតខំប្រឹងប្រែងខ្លាំងណាស់ដើម្បីឡើងដល់ថ្នាក់នេះគីសុកមិនចេះជាក្នុងការសរសើរខ្លួនឯងអំពីគុណសម្បត្តិល្អទាំងនេះទេ